បុព្វកថាសុបិននឹងការពិតជាការសិក្សាហេតុផលនៃប្រវត្តិសាស្ត្រសំខាន់ទាំងឡាយដែលកើតមានឡើងនៅប្រទេសកម្ពុជាតាំងពីដើមសតវត្សទី19មកដល់នឹងសតវត្សសពថ្ងៃនេះការវិវត្តនិងប្រតិការនៅក្នុងសង្គមមួយមិនត្រឹមតែតាក់ទងនឹងដំណើររបស់ពិភពលោកឬការប្រជែងកម្លាំងនៅក្នុងតំបន់ប៉ុណ្ណោះទេតែមានកត្តាខាងក្នុងផ្សេងទៀតក្នុងករណីក្នុងកកើតឡើងនៅក្នុងបរិបទវប្បធម៌និងប្រវត្តិសាស្ត្រនៃសង្គមមួយជាកំណត់នៅក្នុងចំណោមកត្តាចុងក្រោយនេះមានកត្តាម្យ៉ាងដែលជំរុញឲ្យព្រឹត្តិការណ៍ចម្បងមួយចេញរូបរាងឡើងយើងកំណត់ហៅកត្តានោះថាកត្តាឧបហេតុបុព្វហេតុកត្តាបុព្វហេតុនេះទោះមិនសូវសំខាន់ប៉ុន្មានក្តីក៏ជាហេតុដែលបង្កើតឲ្យមានព្រឹត្តិការណ៍ចម្បងនោះដោយផ្ទាល់ភ្លាមមួយរំពេចដែររីឯរូបភាពនៃប្រវត្តិនៃព្រឹត្តិការណ៍ចម្បងនោះគឺអាស្រ័យទៅតាមបច្ច័យបដិបស្សមុតបាទរបស់វាផ្ទាល់ការវិវត្តនៃវប្បធម៌និងការប្រែប្រួលស្ថានភាពសង្គមសេដ្ឋកិច្ចនិងសង្គមមួយក៏ជាកត្តាសំខាន់នៃការកកើតឡើងនៃអត្តភូតផ្សេងខុសប្រក្រតីមួយចំនួនដែលកើតមាននៅក្នុងសង្គមនោះដែរសង្គមកំពុងអភិវឌ្ឍខ្លះនិងសង្គមលូតលាស់ដែលចុះខ្សោយដោយប្រការផ្សេងតែងតែមានការពិបាកនិងសម្របខ្លួនតាមសភាពការពិភពលោកនៅក្នុងករណីបែបនេះប្រជាជាតិឬសហគមន៍នោះតែងតែបារម្ភខ្លាចបាត់បង់